ក្តីសង្ឃឹមផ្ទះស្នាមញញឹមបានខំប្រឹងរួយអងទៅហើយអើមនុស្សខ្ញុំស្រឡាញ់អើយតាមពិតមានសង្សារអាចថាខ្ញុំនោះក៏បានមិនចេះស្មានមិនចេះប្រមាណខ្លួនទៅស្រស់ឬគេតែគេនោះមិនមែនជាមនុស្សទំនេរគ្មានចេតនាទេបានលងទៅហើយកាយយល់ច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រឹមក្បែរគេមិនចិនណាយតែគួរឲ្យស្ដាយគេនោះមានសង្សារដាក់សំនួរសួរខ្លួនឯងដេកព្រឿងសំដីធ្វើដូចធម្មតាតែដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរដល់កាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាតួចំនួនជួបពេលគេត្រូវការស្រឡាញ់ឡើងចង់3ខែបានដឹងគេមានសង្សារចប់ហ្មងហើយមនុស្សអីក៏ថោកទៀតយ៉ាងហ្នឹងបោខំសើចជាមនុស្សម្នាក់ធ្លាប់គេឆក់យកស្នេហាស្អប់ពាក្យមួយថាទៅដណ្ដើមសង្សារគេបើដឹងមិនខ្ញុំមិនចង់ស្គាល់មានមេឥឡូវហូពេពីបាបោះស្រាយកាយយកច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រឹមក្បែរគេមិនចិនណាយតែគួរឲ្យស្ដាយគេនោះមានសង្សារភ្លេចមើលគ្នាឯងចង់បណ្ដោយដាក់សំណួរសួរខ្លួនឯងដេកប្រឹងសំដីធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរដល់កាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាតួចំនួនជួបពេលគេត្រូវការស្គាល់មានស្ងួនអារម្មណ៍ដូចក្នុងយល់សយកឡើងក៏ចាំមិនដឹងយល់សពេលវ៉ាសុខចិត្តដែរចាព្រោះបើមិនតនឹងមានការឈឺចាប់រីរៃមិនចង់ធ្វើជាអ្នកទី3ខាមកទៅបើខ្ញុំខកអីអាចចេះស្ដីមិនថ្មីដាក់សំនួរសួរខ្លួនឯងដេកព្រឿងសំដីធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរដល់កាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាតួចំនួនជួបពេលគេត្រូវការអរគុណច្រើនរីនៅមកជំនាញជាបន្តផ្ញើជូនដល់បងនៅត្រូវគេបោកឈឹងសិនផងដែរ